ចឹងតែគណៈលើកកំណត់បណ្ដុះស្មារតីសន្តិភាពតាមរយៈសរសើរនេះវាអាចមានទស្សនៈមួយគេថាជាទស្សនៈរបស់គណៈហ្នឹងជាទស្សនៈអណ្ដែតដុំយំហើយមួយទៀតណាគេមិនថាត្រឹមតែយើងអណ្ដែតដុំយំទេគណៈយើងនិយាយពីការបណ្ដុះស្មារតីសន្តិភាពក្នុងពេលដែលប្រទេសជាតិកំពុងតែរងនៅការទន្ទ្រានឈានពានពីប្រទេសដទៃហ្នឹងគេថាយើងកំសាកជាដំបូងនេះគណៈចង់បញ្ជាក់ពីបញ្ហាដែលវាធ្លាប់ជួបណានៅពេលដែលគណៈលើកឡើងអំពីការបណ្ដុះស្មារតីសន្តិភាពតាមរយៈសរសើរនេះបញ្ហាដែលធ្លាប់ជួបគឺទី1គឺសម្រាប់អ្នកអក្សរសិល្ប៍តែកាលណាដែលយើងមានគំនិតអីណាដែលយើងមានឆន្ទៈអីដែលយើងមានឧត្តមគតិស្អីហើយដែលมันអាចសម្រេចទៅបានណាដែលมันអាចសម្រេចទៅបានហ្នឹងគេច្រើនតែថាយើងនឹងជាអ្នកអណ្ដែតអនុនិយមអ្នកប្រឡោមនិយមជាភាសាប្រាំងគឺ romantism ដែលជាចលនាអក្សរសិល្ប៍មួយនៅប្រចាំប្រទេសហ្នឹងគឺអ្នកនិពន្ធមានឆន្ទៈមានឧត្តមគតិប៉ុន្តែតាមរយៈឆន្ទៈរបស់លោកតាមរយៈឧត្តមគតិរបស់លោកហ្នឹងគឺដែលជាសង្គមពិតប្រាកដគឺទៅអត់រួចធ្វើអត់កើតអាហ្នឹងគេថាគាត់ជាអ្នកអណ្ដែតអនុនិយមជាអ្នក romantic ចឹងតែគណៈលើកកំណត់បណ្ដុះស្មារតីសន្តិភាពតាមរយៈសរសើរនេះវាអាចមានទស្សនៈមួយគេថាជាទស្សនៈរបស់គណៈហ្នឹងជាទស្សនៈអណ្ដែតដុំយំហើយមួយទៀតណាគេមិនថាត្រឹមតែយើងអណ្ដែតដុំយំទេគណៈយើងនិយាយពីការបណ្ដុះស្មារតីសន្តិភាពក្នុងពេលដែលប្រទេសជាតិកំពុងតែរងនៅការទន្ទ្រានឈានពានពីប្រទេសដទៃហ្នឹងគេថាយើងកំសាកពេលដែលខ្មាំងពេលដែលសត្រូវកំពុងតែឈានពានហើយយើងបែរជានិយាយពីរឿងសន្តិភាពវាដូចជាទុកឱកាសឬក៏ដូចជាគេប្រើពាក្យថាកំសាកអញ្ចឹងគណៈគាត់តែលើកឡើងជាលំនាំបញ្ហាហើយចាំគណៈទូលគណៈលើកពីទស្សនៈរបស់គណៈចប់សពគ្រប់ចាំយើងពិភាក្សាមើលតើទស្សនៈរបស់គណៈនៅក្នុងការបណ្ដុះស្មារតីសន្តិភាពតាមរយៈសរសើរវាអាចទៅរួចឬក៏មិនរួចជាអណ្ដែតដងនិយមឬក៏ជាប្រកបនិយមហើយមួយទៀតតើអាគំនិតរបស់យើងនឹងជាការកំសាកឬក៏វាជាមធ្យោបាយមួយដែលអាចថាជួយទាំងការពារខ្លួនយើងទាំងការពារជាតិយើងហើយក៏ជួយទាំងមិនឲ្យមានអានេះគេហៅថាការអន្តរាយទៅលើជីវិតរបស់ប្រជាជនយើងហើយដែលតំណែងរវាងអក្សរសិល្ប៍ប្រវត្តិសាស្ត្រនេះគឺសង្កត់ធ្ងន់ទៅលើអាស្អីដែលជាឥទ្ធិពលអក្សរសិល្ប៍ទៅលើប្រវត្តិសាស្ត្រជាពិសេសទៅទៀតគឺឥទ្ធិពលរបស់អក្សរសិល្ប៍ដែលបង្កើតឲ្យមានប្រវត្តិសាស្ត្រសង្គ្រាមប្រវត្តិសាស្ត្រនៃការជួចចាត់ណាទុកវេទនារបស់ប្រជាជនសង្កត់ធ្ងន់ទៅលើនឹងគឺថាដោយសារមានអក្សរសិល្ប៍មួយចំនួនវាមានលក្ខណៈញុះញង់មានលក្ខណៈបណ្ដុះកំហឹងបានជាកើតទៅជាមានប្រវត្តិសាស្ត្រដែលបង្កឲ្យមានសង្គ្រាមដែលបង្កឲ្យមានមហន្តរាយដែលបង្កឲ្យមានអំពើបល្ល័ង្កពូជសាសន៍នៅកន្លងមកហ្នឹង